សូមជូនរឿងវាសនាបងប្អូនបង្កើតស្ទឹងដ៏ត្រជាក់មួយហូរកាត់កណ្ដាលភូមិជីច្រើននៅក្នុងភូមិវិជ័យបុរីមានផ្ទះបងប្អូនស្រីពីរនាក់គឺសុភីនិងបុក្ខាដែលផ្ទះរបស់ពួកគេស្ថិតនៅសងខាងមាត់ស្ទឹងទល់មុខគ្នាទោះបីជាផ្ទះមិនចំគ្នាល្អប៉ុន្តែសម្រែកហើយនឹងទឹកចិត្តបងប្អូននៅតែលីដល់គ្នាជានិច្ចបុប្ផាកំពុងសម្អាតស្មៅនិងដាំដំណាំនៅទីធ្លាមុខផ្ទះដៃរបស់នាងប្រឡាប់ដីចិញ្ចាមដាមដោយញើសប៉ុន្តែភ្នែករបស់នាងពោពេញដោយក្តីសុខបងសំឡាញ់មើលចុះបងមកដល់តាំងពីអង្កាលអូនធ្វើតាំងពីព្រឹកជីកដីដាំដំណាំផងរ៉ែទឹកស្រូលផងភ្លេចមើលថ្ងៃរះភុតជុំដងបាត់ចាំអូនងូតទឹករួចនឹងបង្កាត់ភ្លើងដើម្បីឲ្យបងពិសាបងប្រញាប់លុបលាងមុខមាត់សិនទៅព្រោះថ្ងៃនេះអូនចង់ទៅស្រែជាមួយបងដែរការសាប់ព្រោះថ្ងៃនេះសំខាន់ណាស់អូនចង់ជួយបងដើម្បីឆាប់បានមកផ្ទះវិញពីក្បាលល្ងាចអូយប្រពន្ធសំឡាញ់ឃើញអូនធ្វើការបងស្មានតែព្រះប្រទានដៃឯអូន4មែនទៅមិនមែន2ទេតាមទីព្រឹកមិនតានឃើញអូនជប់សម្រាកសោះនេះសុំទីមេត្តាដៃ100មែនប៉ុន្តែអូនគិតមើលចោះអូនខំប្រឹងទាំងកាយទាំងចិត្តដើម្បីបងបែបនេះអូនគួរតែគិតពីខ្លួនឯងខ្លះទៅស្រែមកម្នាក់ឯងក៏ធ្វើការដែរអូនមិនបាច់ទៅនាំហត់ទេបងរ៉ាប់រងបានទាំងអស់គុំនិយាយអញ្ចឹងអីបងស្រែចម្ការមិនមែនអ្នកដតីអីណាគឺជាឆ្នាំងបាយរបស់ពួកយើងតើក្របពូតមួយត្រូវតែធ្លាក់ពីដៃអូនទើបអូនមានអារម្មណ៍ថាវាជាផលរបស់ពួកយើងពិតប្រាកដមិនបានទេបើអូននិយាយអញ្ចឹងបងកាន់តែអាណិតថ្ងៃនេះអូនហត់ច្រើនហើយចាំបងចាត់ចែងចុះជីវិតគ្រួសារវាបែបនឹងឯងបើគ្មានការតូនតអាម្នាក់ជួយបន្តិចម្នាក់ជួយបន្ទួយនោះហើយគឺជាសញ្ញានៃគ្រួសារដែលមានសុភមង្គលអូននៅផ្ទះសម្រាប់យកកម្លាំងចុះចាំលងាកបែបបន្លែខាងក្រោយផ្ទះទុកទៅបងមុខវិញចាប់ត្រីយកមកធ្វើម្ហូបលងាកបន្តិចបងមុខវិញហើយបុប្ផាព្រមតាមការលួងលោមរបស់ប្តីដោយក្តីស្រឡាញ់ញាក់ទាំងពីររស់នៅយ៉ាងមានក្តីសុខតាមរយៈការយោគយល់គ្នាកាត់មកខាងសុភីដែលជាបងស្រីវិញនាងកំពុងបង្កាត់ភ្លើងចង្ក្រានដីដុតប្រហុកទាំងទឹកមុខមួម៉ៅកូនប្រុសរបស់នាងឈ្មោះបុលអង្គុយក្បែរនោះចំណែកប្តីរបស់នាងឈ្មោះសុកអង្គុយលើគ្រែដោយក្តីខ្ជិលច្រោវសុភីផោកដុតក្លិនឈ្ងុយល្អណាស់ចុះកាលណាបានស៊ីព្រោះស៊ីរួចឯងត្រូវនាំអាបូលទៅមើលស្រែចំនួនយើងផងថ្ងៃនេះយើងមិនទៅទេយើងងងុយដេកណាណែលោកប្តីក្រោកឡើងខ្លះទៅមើលចុះថ្ងៃចុងត្រង់ហើយនៅតែដេកស្អិតជាប់នឹងគ្រាទៀតងូតទឹកក៏មិនងូតស្រែដីក៏មិនទៅមើលអ្នកជិតខាងគេនិយាយដើមអស់ហើយថាខ្ញុំនេះខំធ្វើការបង្ហូរឈាមចំណែកប្តីវិញណាដេកចាំតែស៊ីនៅក្នុងផ្ទះអញធុញនឹងឯងណាហើយវាថៃសម្រាប់ទីសោះក៏មិនបានដែរវើយឯងធ្វើការផ្ទះមិនមែនមានន័យថាឯងធ្វើគ្រប់យ៉ាងម្នាក់ឯងណាយើងក៏ខំដែរតោះហើយម្យ៉ាងទៀតសម័យនេះហើយទៅធ្វើស្រែនឹងវាបាយចំណេញស្អីយើងលក់ដីខ្លះទៅមិនល្អជាងទេអីនឹងបានលុយដុំមុខចាយយើងថៃចេដីម៉ែឲ្យឯងនឹងទៅសុំគាត់មកលក់ទៅបានលុយច្រើនណាស់ចង់ឲ្យអញលក់អស់មែនទេទើបអញសប្បាយចិត្តដេកស៊ីអស់រួចទុកឲ្យអាបូលកូនយើងដាសុំទានគេមែនទេចំណែកដីម៉ែឲ្យអញចង់បានយូរហើយប៉ុន្តែគាត់មិនងាយឲ្យអញម្នាក់ឯងទេព្រោះនៅមាននាងបុប្ផាប្អូនស្រីអញម្នាក់ទៀតជាអ្នកមានចំណែកដែរឯងនេះចេះតែខឹងសាគិតដោយប្រាខួរក្បាលតិចមើលទៅហើយទៅនិយាយលួងប្អូនឯងថាឯងត្រូវការលុយឲ្យវាលេះបងចំណែកឲ្យឯងទៅបុប្ផាមានចិត្តល្អហើយយល់ដឹងច្រើនណាស់វានឹងយល់ព្រមមិនខានចេះដឹងរឿងបុប្ផាល្អម្ល៉េះស្មានតែវានឹងលើកឲ្យយើង free មែនទេប្តីវាមិនមែនសិទ្ធិឯណាដែលវាមិនចង់បានចំណែកមរតកនោះហើយអញឈប់មករវីរវល់រឿងដីម៉ែឲ្យអញគួរតែខំធ្វើការដូចប្តីបុប្ផាខ្លះទៅកុំដេកចាំតែស៊ីបែបនេះចេះតែជេរយើងឃ្លានបាយដួសបាយឲ្យយើងស៊ីមកអញកើតមកមានសំណាងអាក្រក់មែនបានប្តីខ្ជិលដូចឯងបើចាំតែអញនឹងអាបូលប្រហើជាដាច់ពោះស្លាប់មិនខានអាបុលសម្លឹងមើលឪពុកម្ដាយឆ្លោះគ្នាប៉ុន្តែដោយសារខ្លាចម្ដាយក៏អង្គុយស្ងៀមមិនហ៊ានមាត់ជឿព្រៀងរាល់ថ្ងៃសុកនិងសុភីតែងតែឆ្លោះគ្នាចឹងរហូតដល់គ្រួសារគ្មានសុភមង្គលដោយគ្រួសារគេឡើយ
បន្ទាប់ពីមានចំនួនជាមួយប្តីរួចសាយឡើងសុភីក៏សម្រេចចិត្តជិះទូកឆ្លងស្ទឹងទៅលេងផ្ទះបុប្ផាញើសទាំងពីរកំពុងអង្គុយលើគ្រែញ៉ាំតែជាមួយគ្នាទឹកមុខបុប្ផាពោពេញដោយស្នាមញញឹម បងស្រីចាំទេកាលពួកយើងនៅតូចពួកយើងចូលចិត្តទៅស្ទូចត្រីនៅត្រពាំងក្រោយភូមិខាងណាតែឥឡូវមើលចុះពួកយើងមកមានគ្រូសានៅមាត់ស្ទឹងដូចគ្នាបែរជាមិនសូវមានពេលទៅក្បែរទឹកសោះម្នាក់មានវាសនាផ្សេងគ្នាណាបងអូនខាងងារផ្ទះវារវល់ពេកប៉ុន្តែបងវិញជួនកាលបងក៏បានទៅដើរលេងជាមួយប្តីបងខ្លះដែរឯងវិញប្រហែលជាមិនសូវមានពេលទេដឹងចាបងបើនិយាយរឿងដើរលេងចាំការមិនតាន់ការទេពួកយើងតែងទៅដើរលេងនៅសាលាឆាទៀនរាល់ល្ងាចឥឡូវបងទៅនៅត្រយមកខាងជាមួយបងសុកឯអូននៅត្រយនេះជាមួយបងរតនាមិនសូវបានជួបគ្នាដូចមុនមែនអូចុះអាបុលកូនបងយ៉ាងម៉េចហើយមិននាំវាមកលេងផងវាមិនអីទេវាទៅរៀនបាត់ហើយចុះបងរតនាប្តីឯងទៅណាហើយមិនតាន់ខៀងមកពីស្រែទៀតគាត់តតែថ្ងៃត្រង់ទៅមកបងគាត់ឲ្យតែដល់ម៉ោងធ្វើកាយគឺដឹងតែខំប្រេងស្លាប់រស់ហើយមិនដែលគិតរឿងសម្រាកទេគាត់មកផ្ទះតែពេលបាយប៉ុណ្ណោះបងលាទៅផ្ទះវិញហើយបងក៏រវល់ដែរហើយប្តីបងក៏ចិត្តមកពីធ្វើការដែរហើយ នៅផ្ទះចាស់មួយខ្នងក្រោមលប់ដើមជ្រៃដ៏ត្រជាក់ក្នុងភូមិហារីបូរីតាឡូតនិងយាយទុំអង្គុយនៅមុខផ្ទះទាំងទឹកមុខស្រងោតស្រងាត់ពួកគាត់សម្លឹងមើលទៅមុខហាក់ដូចជាកំពុងគិតគូររឿងអនាគតកូនស្រីទាំងពីរយ៉ាងធ្ងន់ធ្ងរ ดังนี้ปุกវាមួយរយៈនេះខ្ញុំចាប់អារម្មណ៍រឿងមួយខ្លាំងណាស់សុភីឲ្យតែមកលេងផ្ទះយើងម្ដងទឹកមុខវាមិនដែលរីកសោះមានតែភាពខ្វល់ខ្វាយច្រើនជាងស្នាមញញឹមចំណែកឯបុប្ផាវិញទោះវាមើលទៅដូចជាមិនអីតែខ្ញុំដឹងថាវាហត់នឿយខ្លាំងណាស់ភាពហត់នឿយនឹងវាបញ្ចេញតាមកែវភ្នែកវាច្បាស់ណាស់ ពួកវាជាកូនស្រីរបស់យើងមិនមែនកូនប្រុសទេទើបពួកវាត្រូវរ៉ាប់រងទុក្ខលំបាករៀងៗខ្លួនបែបហ្នឹងសុភីវាជាមនុស្សឧស្សាហ៍តស៊ូប៉ុន្តែវាសនាមិនឲ្យវាបានសម្រាកសោះចំណែកបុប្ផាវិញវាត្រូវខំប្រឹងជាមួយនឹងរតនាទាំងយប់ទាំងថ្ងៃដើម្បីកសាងគ្រួសារ ខ្ញុំដឹងថាពុកវាគិតអីព្រោះខ្ញុំក៏កំពុងគិតរឿងនឹងដែរដីស្រែនិងផ្ទះសម្បែងដែលយើងមានទាំងអស់នេះយើងគួរតែចែកឲ្យកូនទាំងពីរឲ្យបានស្មើគ្នាទៅដើម្បីឲ្យពួកវាមានដើមទុនរៀងខ្លួន ពិតមែនហើយប៉ុន្តែខ្ញុំគ្រាន់តែបារម្ភថាបើយើងចែកឲ្យពួកវាអស់ទៅអ្នកភូមិគេនឹងនិយាយថាម៉ែឪលើកទ្រព្យឲ្យកូនអស់រួចទៅលូតនៅរំពឹងលើកូនខ្លាចខ្លាយជាបន្ទុករបស់ពួកវា អ្នកភូមិណាគឺអ្នកដែលមិនដែលមកជួយយើងពេលមានទុក្ខមែនទេឬអ្នកដែលមិនដែលសូម្បីតែហុចទឹកមួយកែវឲ្យកូនយើងញ៉ាំពុកវាអើយយើងធ្វើរឿងដែលត្រឹមត្រូវទៅបុប្ផានិងសុភីសិតតែជាកូនបង្កើតរបស់យើងបើយើងមិនធ្វើភាពយុត្តិធម៌និងភាពស្មើគ្នាឲ្យពួកវាទេនោះវិបសារីញ៉ឹងវានឹងតាមឡងបន្លាចយើងពេញមួយជីវិតមិនខាន បើម៉ែវាសម្រេចចិត្តបែបហ្នឹងចាំពេលពួកវាទាំងពីរមកជួបជុំគ្នាយើងនឹងលើកយករឿងមរតកនេះមកជជែកគ្នាឲ្យដាច់ស្រឡាក់តែម្ដងទៅ យាយទុំញញឹមបន្តិចទាំងក្តីសង្ឃឹមរួចអ្នកទាំងពីរក៏ផ្អាកការសន្ទនាទាំងស្ងប់ស្ងាត់ដើម្បីរងចាំថ្ងៃដែលកូនត្រឡប់មកជួបជុំគ្នាវិញ សុភីដាវចូលទៅក្នុងផ្ទះបាយទាំងកំហឹងរៀបចំដាំបាយស្លជះទឹកជះដីឬសូកតខ្ទាអាវុលកូនប្រុសរបស់នាងអង្គុយរៀននៅជ្រុងម្ខាងទៀតទាំងភ័យខ្លាច ណែសុភីអញដើរទៅណាពេញមួយព្រឹកនឹងដឹងទេថាអញដេកចាំបាយរហូតដល់ឃ្លានចង់ដាច់ពោះហើយទឹកក៏គ្មានបាយក៏គ្មានតើអញការអីមកដើម្បីអី និយាយមកដូចខ្លួនឯងជាសេដ្ឋីអញ្ចឹងអញគួរតែអរគុណមេឃអរគុណដីទៅដែលបានប្រពន្ធដូចអញបើគុំតែបានអញគុំអីអញទៅដេកងាប់នៅវាលស្រែណាបាត់ទៅហើយអញមិនដែលចេះជួយធ្វើការងារអីសោះ
ស្រែក៏អញមើលកូនក៏អញមើលបាយទឹកក៏អញដាំរួចឥឡូវត្រូវមកមើលថែការឃ្លានរបស់អញទៀត អញកែបមកដើម្បីតែឆ្លោះមែនទេអញសួរអញតារឿងដីម៉ែឲ្យអញនឹងកាលណាបានយកឥឡូវដល់ពេលហើយទៅនិយាយជាមួយពួកគាត់ទៅបើឯងមិនឲ្យអញលួចដីមរតកខាងអញទេយ៉ាងហោចក៏យកដីខាងម៉ែឲ្យអញមកលួចខ្លះទៅដើម្បីឲ្យអញបានសម្រាកនិងមានលុយចាយវាធូរស្រាលខ្លះ សម្រាប់មែនទេក្រៅពីសម្រាប់អញចេះធ្វើអីទៀតអញដឹងទេថាដីនឹងម៉ែឲ្យអញខំមហោញើមហោឈាមតម្រាំបានមកអញបានតំណែងជាម្ចាស់ផ្ទះវីឡាចាស់នេះពីពុកអញហើយអញដេកស៊ីមិនតន់អស់ចិត្តទៀតមែនទេ ណែសុភីកុំមកឌៀមដាមដល់ពុកអញដឹងថាអញក៏ចង់បានដីនឹងបន្តិចជាងអញដែរចង់បានមរតកពុកម៉ែអញមែនទេអញ្ចឹងធ្វើអីក៏ធ្វើទៅឲ្យមានឆាប់ឡើង អញនឹងធ្វើមិនបាច់អញមកបដោអញទេប៉ុន្តែទ្រព្យសម្បត្តិម៉ែឲ្យអញមិនមែនជារបស់អញម្នាក់ឯងណាគឺមានអាបុកថាម្នាក់ទៀតជាចំណែកដែរបើមិនឲ្យវាខ្លះទេម៉ែឲ្យអញមិនងាយព្រមលើកឲ្យអញម្នាក់ឯងឡើយ ឯនេះល្ងងមែនបុប្ផាវាកំពុងតែមានក្តីសុខជាមួយប្តីវាឯងទៅនិយាយលួងលោមវាទៅថាឯងពិបាកឯងជំរាបគេឯងឈឺវាមិនដាច់ចិត្តយកដីពីបងស្រីវាទេបើឯងពូកែសម្ដែងបុប្ផាវានឹងលើកចំណែកវាឲ្យឯងទាំងអស់មិនខាន សុភីឈប់លីអ៊ីរួចអង្គុយគិតទាំងទឹកមុខពោពេញដោយល្បិចនាងចាប់ផ្ដើមយល់ស្របតាមសម្ដីប្តីហើយក្នុងចិត្តក៏ចាប់ផ្ដើមរៀបចំផែនការដើម្បីទៅបោកប្រាស់ប្អូនស្រីបង្កើតរបស់ខ្លួនឯងនៅល្ងាចនោះតែម្ដងចំណែកអាបុលដែលអង្គុយស្ដាប់ឪពុកម្ដាយឆ្លោះគ្នាក៏បានត្រឹមតែឲ្យមុខចូលទាំងក្រៀមក្រំពន្លឺចង្គៀងប្រេងកាតចែកពន្លឺព្រិលកាត់ផ្ដាច់ភាពងងឹតនៃរាត្រីនៅក្នុងផ្ទះឈើដ៏មានរៀបរយបុប្ផាដើរចេញពីផ្ទះបាយលើកថាសទឹកតែដែលមានផ្សែងហុយមកដាក់លើតុឈើចិត្តបង្អួតដែលរតនាកំពុងអង្គុយសម្រាក អូតែឈ្ងុយណាស់មាសបងថ្ងៃនេះការសាព្រោះបានសម្រេចរលូនល្អណាស់បើគ្មានអូនជួយលើកទឹកចិត្តនិងជួយរៀបចំទេប្រហែលជាបងមិនអាចធ្វើបានលឿនបែបនេះទេឲ្យតែមានអូននៅក្បែរចាំជួយជ្រោមជ្រែងបងជឿថាការងារអីក៏បងអាចធ្វើបានទាំងអស់ក្នុងលោកនេះ បងឯនេះចេះតែសរសើរហើយការជួយបងគឺជាតួនាទីរបស់អូនតើបងគឺជាម្ចាស់ផ្ទះជាបង្គោលគ្រួសារបើបងហត់អូនក៏មិនសប្បាយចិត្តដែរអូនគ្រាន់តែចង់ឃើញបងមានក្តីសុខនិងស្នាមញញឹមបែបនេះរហូតគូនយឿនក៏នឹងមានមោទនភាពចំពោះពុកវាដែរ អរគុណហើយប្រលឹងបងពិតជាមានសំណាងណាស់ដែលបានអូនជាប្រពន្ធ បងសម្លាញ់រឿងដែលអូនសម្រេចចិត្តលើកដីចំណែកមរតករបស់អូនទៅឲ្យបងស្រីសុភីទាំងអស់នោះតើបងមានអាអន់ចិត្តអីទេបើបងមិនយល់ព្រមឬមានការទាស់ចិត្តអីបងប្រាប់អូនត្រង់មកអូនមិនចង់ធ្វើអីដែលប៉ះពាល់ដល់អារម្មណ៍បងឡើយ ទេមីបងមិនដែលគិតចង់បានទ្រព្យសម្បត្តិមរតកខាងម៉ែឪអូនឡើយបងគឺជាកសិករម្នាក់បងជឿលើកម្លាំងបាយនិងញើសឈាមខ្លួនឯងអ្វីដែលបងមានសពថ្ងៃគឺវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ពួកយើងបើបងសុភីគាត់កំពុងពិបាកហើយដីនោះអាចជួយឲ្យគាត់ធូរស្រាលនិងឈប់ឆ្លោះគ្នាជាមួយបងសុកបានបងរីករាយនឹងឲ្យអូនលើកឲ្យគាត់ចោះ អរគុណបងណាស់ដែលយល់ចិត្តអូនអញ្ចឹងស្អែកនេះពួកយើងនឹងទៅផ្ទះពុកម៉ែជាមួយបងស្រីដើម្បីប្រាប់ពួកគាត់ឲ្យលើកទ្រព្យទាំងអស់ឲ្យទៅបងស្រីចោះគាត់ត្រូវការវាជាងពួកយើង អ្នកទាំងពីរមើលមុខគ្នាដល់កែវភ្នែកពោពេញដោយក្តីស្រឡាញ់ខ្យល់ត្រជាក់នៃរាត្រីបក់មកតាមបង្អួចនាំមកនូវក្លិនផ្កាព្រៃនិងភាពស្ងប់ស្ងាត់ដែលធ្វើឲ្យខ្ទមតូចមួយនេះคล้ายជាកន្លែងដែលមានសុភមង្គលបំផុតសម្រាប់ពួកគេព្រឹកបន្ទាប់សុភីទៅផ្ទះឪពុកម្ដាយដើម្បីនិយាយរឿងដីធ្លីសុភីអង្គុយចុះទាំងទឹកមុខស្រពោនរួចក៏ចូលសាច់រឿងតែម្ដងតាឡោតនិងយាយទុំមើលមុខគ្នាទាំងបារម្ភ អូសុភីម៉េចក៏មកម្នាក់ឯងទាំងព្រឹកព្រលឹមនេះចាំកូនចុះប្តីឯងនឹងអវល់មិនមកជាមួយទេអី គ្រប់យ៉ាងធម្មតាទេម៉ែគ្រាន់តែក្នុងចិត្តកូនវាមកមុងម៉ងពេកក៏ចង់មកលេងពុកម៉ែ តោះមកដល់ហើយកូនពុកតោះអង្គុយសិនមកចាំឲ្យម៉ែឯងទៅឆុងតែឲ្យញ៉ាំយូរមកលេងម្ដងថ្ងៃនេះត្រូវនៅជជែកជាមួយពុកឲ្យអស់ចិត្តណាកូន ពុករឿងតែបាយនឹងទុកសិនចុះកូនដឹងថាពុកម៉ែស្រឡាញ់កូនទាំងពីរខ្លាំងណាស់
ប៉ុន្តែមានរឿងមួយដែលកូនលាក់មិនបានទៀតទេជីវិតកូនឲ្យលើពិបាកណាស់ពុកក៏ដឹងហើយបងសុកគាត់មិនធ្វើការអីកើតសោះផ្ទះសម្បែងមិនដែលប៉ះពាល់មានតែជេរស្ដីបន្ទោសនិងមើលងាយកូនរហូតថ្លៃរៀនអាបុលថ្លៃអង្គទឹកដោះគោគឺនៅលើក្បាលកូនទាំងអស់ស្រែដីក៏កូនមើលទាំងការងារក្រៅទៀតជួនកាលគុណគិតថាតើជីវិតកូនត្រូវរងកម្មបែបនេះដល់កាលណា កូនអើយពុកដឹងថាឯងទុកច្រើនចុះឥឡូវឯងចង់ឲ្យពុកជួយយ៉ាងម៉េចនិយាយត្រង់មកពុកជាគ្រួសារឯងតាកូន ពុកកូនចង់ឲ្យពុកកុំបង្អង់រឿងចែកមរតកទៀតអីកូនចង់ឲ្យពុកចែកដីឲ្យកូនឥឡូវមកដើម្បីឲ្យកូនមានដើមទុនរៀបចំជីវិតឲ្យមានលំនឹងខ្លះទៅ កូនអើយរឿងហ្នឹងពុកម៉ែគិតរួចហើយប៉ុន្តែត្រូវចែកឲ្យកូនទាំងពីរស្មើគ្នាព្រោះបុប្ផាវាក៏ជាកូនម៉ែដែរ តែម៉ែស្ថានភាពកូននិងបុប្ផាវាខុសគ្នាដាច់ណាស់បុប្ផាវាមានគ្រប់យ៉ាងប្តីវាជាមនុស្សឧស្សាហ៍មានដីផ្ទាល់ខ្លួនគ្រួសារវាមានក្តីសុខខ្លាំងណាស់ចំណែកកូនមានតែការតស៊ូតើនេះហៅថាស្មើភាពឬតើពុកម៉ែចង់ឲ្យកូនម្នាក់រស់ក្នុងគំនរទុកហើយកូនម្នាក់ទៀតសោយសុខលើមរតកមែនទេ សុភីម៉ែស្រឡាញ់ឯងមិនតិចជាងបុប្ផាទេប៉ុន្តែការស្រឡាញ់មិនមែនមានន័យថាត្រូវប្លន់យកចំណែកកូនម្នាក់ទៅឲ្យកូនម្នាក់ទៀតគ្រាន់តែដោយសារគេមិនចេះត្អូញត្អែនោះទេបុប្ផាវាមិនដែលមាត់កមែនប៉ុន្តែវាក៏ជាកូនជាទីស្រឡាញ់របស់ម៉ែដែរ អូខេម៉ែពុកបើពុកម៉ែយល់ឃើញអញ្ចឹងកូននឹងទៅនិយាយជាមួយបុប្ផាដល់ផ្ទាល់បើវាដឹងថាបងស្រីវាពិបាកវាប្រហែលជាសុខចិត្តលះបង់ចំណែកខ្លះឲ្យកូនមិនខានកូនលាទៅផ្ទះវិញហើយ សុភីដើរចិនទៅទាំងខឹងសម្បាទុកឲ្យតាឡូតនិងយាយទុំអង្គុយមើលមុខគ្នាទាំងក្តីបារម្ភថាកូនស្រីម្នាក់នេះបានផ្លាស់ប្ដូរទៅជាមនុស្សលោភលន់ដោយសារតែភាពក្រីក្របាត់ទៅហើយសុភីក៏ប្រញាប់ធ្វើដំណើរមកផ្ទះបុប្ផាទាំងយប់ក្នុងគោលបំណងប្រើល្បិចបោកបញ្ឆោតយកទ្រព្យសម្បត្តិនាងចូលមកដល់ក្នុងផ្ទះទាំងទឹកមុខស្រពោនភ្នែកហាមហាក់ដូចជាយំទៅតែហើយសុភីដើរចូលមកអង្គុយលើគ្រែជិតបុប្ផារួចដកដង្ហើមធំវែងធ្វើឲ្យបុប្ផាដែលកំពុងអង្គុយជាមួយប្តីមានការភ័យព្រួយជាខ្លាំងបងស្រីមានរឿងអីមែនទេបងមិនក៏យប់អធ្រាត្រហើយបងមកទាំងទឹកមុខបែបនេះមានរឿងអីកើតឡើងមែនទេបុប្ផាអើយបងមិនចង់មករំខានឯងទេតែបងតើជ្រោកហើយជីវិតបងឥឡូវដូចធ្លាក់កំងនរោអញ្ចឹងបងសុខក៏ឈឺធ្ងន់ណាស់ធ្វើការអីមិនកើតសោះសម្រាប់នៅតែលើកន្ទេលហើយមួយយ៉ាងទៀតបងជំពាក់លុយគេច្រើនណាស់បុប្ផាអើយជំពាក់លុយគេជុំបងយកទៅធ្វើអីអស់ទៅបងគឺយកមកព្យាបាលបងសុកនឹងឯងហើយថ្លៃរៀនអាប៊ូលទៀតម្ចាស់បំណុលគីមកទៀតដល់ផ្ទះរាល់ថ្ងៃបើគ្មានលុយឲ្យគេទេគេនឹងរឹបអូសយកផ្ទះបងមិនខានបងមិនដឹងទៅពឹងអ្នកណាទេមានតែឯងម្នាក់គត់តែអាចជួយបងបាន ចុះបងស្រីចង់អង្គពួកខ្ញុំជួយយ៉ាងម៉េចដែរបើមានអីជួយបានពួកខ្ញុំនឹងជួយ បុប្ផាពុកម៉ែក៏ចង់ចែកដីឲ្យពួកយើងស្មើគ្នាតែក្នុងស្ថានភាពបងឥឡូវបើបានតែពាក់កណ្ដាលក៏បងមិនអាចដោះស្រាយបំណុលអស់ដែរបងចង់សុំឯងតែឯងអាចប្រាប់ពុកម៉ែឲ្យលើកចំណែកឯងឲ្យបងទាំងអស់បានទេបើបងដោះស្រាយរួចបងនឹងសងឯងវិញនៅថ្ងៃក្រោយបងសុំសំពាក់ឯងឲ្យបុប្ផាអាណិតអាបុលជាមួយឯងផងកុំឲ្យវាគ្មានទាក់នៅអីបងស្រីកុំធ្វើបែបនឹងអីបងជាបងស្រីបង្កបង្កើតរបស់អូនបើបងពិបាកដល់ថ្នាក់នឹងអូនមិនដាច់ចាត់យកដីមរតកមកសោយសុខម្នាក់ឯងទេបងកុំបារម្ភអីអូនយល់ព្រមស្អែកនេះពួកឯងទៅរកពុកម៉ែអូននឹងប្រាប់ពួកគាត់ឲ្យលើកទ្រព្យទាំងអស់ឲ្យបងចោះដើម្បីឲ្យគ្រួសារបងបានរួចខ្លួនពីបំណុល បាទបងស្រីបើបុប្ផាសម្រាប់ចិត្តបែបនេះខ្ញុំក៏មិនជំទាស់ដែរទ្រព្យសម្បត្តិជារបស់ក្រៃខ្លួនទេសំខាន់ឲ្យតែបងអូនស្រឡាញ់គ្នានិងមានសុវត្ថិភាព អរគុណឯងណាស់បុប្ផាអរគុណបងរតនាពួកឯងពិតជាទេវតាមកប្រូបងមែនបងនឹងមិនភ្លេចគុណពួកឯងមួយជីវិតឡើយ ព្រឹកព្រលឹមស្រាងនៅផ្ទះតាឡូតនិងយាយទុំក្រែឈើមួយត្រូវបានរៀបចំនៅកណ្ដាលទីធ្លាមុខផ្ទះគ្រប់គ្នាបានមកជួបជុំគ្នាតាឡូតយាយទុំអង្គុយនៅកណ្ដាលអំដោយកូនស្រីទាំងពីរសុភីបុប្ផា
នឹងកូនប្រសាទាំងពីរសុខនិងរតនា ថ្ងៃនេះកូនទាំងពីរមកជួបជុំគ្នាបងប្អូនស្រឡាញ់គ្នាអញ្ចឹងពុកម៉ែសប្បាយចិត្តណាស់ពុកដឹងថាឯងមកថ្ងៃនេះគឺរឿងប្លង់ដីមែនទេ ពុកម៉ែរឿងដែលកូនមកនិយាយពីម្សិលមិញហ្នឹងកូនបានជជែកជាមួយបុប្ផារួចហើយបុប្ផាវាដឹងពីស្ថានភាពកូនពិបាកវាបានយកព្រមលើកដីចំណាយវាទាំងអស់ឲ្យមកកូនហើយ បុប្ផាតើនេះជាការពិតមែនទេកូន ចាពុកបើស្ថានភាពបងស្រីពិបាកដល់ថ្នាក់ហ្នឹងហើយបើដីចំណាយអូនអាចជួយឲ្យគ្រួសារគាត់ធូរស្រាលបានអូនមិនកំណាញ់ទេពុកអូនសុខចិត្តលើកឲ្យបងស្រីទាំងអស់ចុះ កូនអើយអញពិតជាមានចិត្តធំធេងណាស់ប៉ុន្តែឬមិនងាយស្រួលអញ្ចឹងទេកូនចំណែករបស់ឯងគឺជារបស់ឯងមកដឹងថាជីវិតឯងក៏មិនមែនស្រួលប៉ុន្មានដែរមិនក៏ឯងសុខចិត្តលាក់បង់សិទ្ធិខ្លួនឯងបែបនេះ ម៉ែពួកកូននៅក្មេងមានកម្លាំងបាយអាចរកស៊ីដោយខ្លួនឯងបានតែបងស្រីគាត់កំពុងជួបទុក្ខពួកកូនមិនចង់ឃើញបងប្អូនឆ្លោះគ្នាឬពិបាកដោយសារទ្រព្យសម្បត្តិឡើយ ល្អណាស់បើពួកឯងព្រមព្រៀងគ្នាអញ្ចឹងពុកមានលក្ខខណ្ឌមួយដីស្រែនិងដីផ្សេងទៀតទាំងអស់រួមទាំងចំណៃបុប្ផាផងពុកនឹងផ្ទេរឲ្យសុភីទាំងអស់ចោះប៉ុន្តែដីផ្ទះដែលយើងកំពុងនៅនេះត្រូវទុកជាកម្មសិទ្ធិរបស់បុប្ផាហើយពុកម៉ែនឹងទៅរស់នៅផ្ទះកូនទាំងពីរម្នាក់ម្ដងដើម្បីឲ្យកូនទាំងពីរបានបម្រើពួកយើងស្មើគ្នា ពុកចុះបើពុកម៉ែមកនៅជាមួយពួកខ្ញុំតើពួកខ្ញុំមានលុយឯណាគ្របដណ្ដប់ថ្លៃចំណាយស្ថានភាពពួកខ្ញុំឥឡូវពិបាកណាស់ហើយចង់មិនក៏ពុកទុកដីផ្ទះនេះឲ្យបុប្ផាពួកខ្ញុំចង់បានដីទាំងអស់ហ្នឹងឲ្យមកឈ្មោះសុភីតែម្នាក់ឯងទៅពួកខ្ញុំងាយស្រួលចាត់ចែងឯងនិយាយអីហ្នឹងពួកយើងលើកដីស្រែស្ទើរទាំងអស់ឲ្យទៅពួកឯងហើយនៅចង់បានដីផ្ទះចុងក្រោយនេះទៀតមែនទេតើចិត្តពួកឯងលោភលន់ដល់ណារួចចោះគ្រាន់តែចិញ្ចឹមម៉ែឪឯងគិតថាជាបន្ទុកមែនទេ សុភីម៉ែឃើញហើយសេចក្តីសុខវាមិនមែនស្ថិតលើដីធ្លីទេគឺស្ថិតលើទឹកចិត្តពួកឯងចង់បានតែទ្រព្យតែមិនចង់បានម៉ែឪបែបនេះម៉ែមានអារម្មណ៍ថាពួកម៉ែជាបន្ទុករបស់ឯងទៅវិញទេណា ពុកម៉ែកុំខឹងបងស្រីអីដីស្រែដែលអូនឲ្យបងស្រីគឺឲ្យគាត់ចុះចំណែកផ្ទះនេះទុកជាឈ្មោះពុកម៉ែដដែលទៅអូននិងបងរតនាសូមអញ្ជើញពុកម៉ែទៅរស់នៅជាមួយពួកកូនវិញពួកកូនមិនត្រូវការមរតកអីទេកូនចង់បានតែពុកម៉ែទៅនៅក្បែរដើម្បីឲ្យកូនបានបម្រើនិងទទួលយកពរជ័យពីពុកម៉ែប៉ុណ្ណោះ បាទពុកម៉ែផ្ទះកូនទោះតូចតែមានសេចក្តីសុខបើបានពុកម៉ែទៅនៅជាមួយទៀតពួកកូនពិតជាមានមោទនភាពណាស់ អានេះយកទៅចោះចំណែកដីស្រែទាំងអស់គឺជារបស់ឯងហើយសុភីឯងយកទៅលក់ឬធ្វើអីក៏ធ្វើទៅចំណែកពុកម៉ែពួកយើងនឹងទៅរស់នៅជាមួយបុប្ផាព្រោះនៅទីនោះទោះគ្មានដីច្រើនតែមានទឹកចិត្តនិងសេចក្តីសុខពិតប្រាកដ